ស្ដីបងប្អូនទាំងអស់គ្នាជំរាបសួរផងដែរសម្រាប់ôngពូមីងបងប្រុសបងស្រីដែលកំពុងតែតាមដានเพจរបស់នេះខ្ញុំវីដេអូមួយនេះនេះខ្ញុំចង់លើកឡើងពីផុសមុនដែលនេះខ្ញុំនិយាយថាហេតុអីកិច្ចការងាររបស់បរិយាជាស្វាមីត្រូវឲ្យភរិយាដឹងគ្រប់រឿងកន្លែងចំណុចនេះវាជាបទពិសោធន៍ដែលនេះខ្ញុំបានឃើញកន្លងមកចំពោះគូស្វាមីភរិយាមួយចំនួនដែលភាគច្រើនប្តីគឺគាត់ទទួលបន្ទុករ៉ាប់រងជាមង្គលគ្រួសារហើយនៅពេលដែលប្តីដួលភ្លាមគឺប្រពន្ធចាប់តាមហេងហាងនិយាយឲ្យចំនៅពេលដែលប្តីទទួលមរណភាពឬខុសពីការភាពបាត់បង់សមត្ថភាពរលុយគឺវាផ្ដល់ផលវិបាកទៅដល់ភរិយាដែលធ្វើឲ្យភរិយាត្រូវចាប់ផ្ដើមសារជាថ្មីប៉ុន្តែគាត់អត់ដឹងថាត្រូវចាប់ផ្ដើមពីចំណុចណាអញ្ចឹងតើតើជាមួយវីដេអូនេះខ្ញុំគ្រាន់តែចង់បញ្ជាក់ថាការដែលប្រពន្ធដឹងរឿងកិច្ចការងារផ្ទៃក្នុងរបស់ប្តីមិនមែនជាការជ្រៀតជ្រែកទៅលើរឿងផ្ទាល់ខ្លួនរបស់គាត់ទេហើយក៏វាមិនលើសដែនកំណត់ដែរសម្រាប់មនុស្សជាប្តីប្រពន្ធនឹងគ្នាប៉ុន្តែវាជាការមួយដែលអាចឲ្យប្រពន្ធបានត្រៀមខ្លួនរួចជាស្រេចនៅពេលដែលមានបញ្ហាកាត់ឡើងភ្លាមៗគាត់ដឹងថាស្វាមីគាត់ទៅធ្វើអីខ្លះការងាររបស់ស្វាមីត្រូវធ្វើអីខ្លះកិច្ចការងាររកស៊ីនឹងត្រូវទទួលបន្តកាន់កាប់គ្រប់គ្រងបែបណាបន្តទៀតដើម្បីជ្រុងគ្រួសារឡើងបន្តទៅមុខដោយមិនមានវត្តមានស្វាមីឬក៏ដោយស្វាមីបាត់បង់សមត្ថភាពរលុយអញ្ចឹងគាត់នឹងក្លាយជាបង្គោលទី2បន្ទាប់ពីស្វាមីដែលនឹងត្រូវក្រោកឈរឡើងដើម្បីកូនដើម្បីគ្រួសារទាំងមូលតែម្ដងអញ្ចឹងក៏ផ្ដាំទៅបរិបទទាំងអស់ដែរកុំគិតថាភរិយារបស់យើងនៅផ្ទះអត់បានការហើយក៏កុំគិតឲ្យតម្លៃទៅលើអ្នកដទៃខ្ពស់ជាងភរិយារបស់យើងពីព្រោះនៅថ្ងៃចុងក្រោយគឺមានតែភរិយារបស់យើងទេដែលជាអ្នកនៅទ្រាំលំបាកអ្នកនៅក្រោកតស៊ូជាមួយយើងនៅពេលដែលយើងបរាជ័យនៅពេលដែលយើងដួលអញ្ចឹងចែករំលែកពីបញ្ហារបស់ខ្លួនចែករំលែកពីប្រតិបត្តិការងាររបស់ខ្លួនចែករំលែកពីដំណើរការធ្វើកិច្ចការរកស៊ីរបស់ខ្លួនឲ្យគាត់ដឹងដូចទៅនឹងការបង្រៀនគាត់ឲ្យគាត់ចេះក្រោកឈរឡើងតស៊ូនិយាយរួមទៅកុំទុកគាត់ចោលកុំឲ្យគាត់ខ្លាយទៅជាមនុស្សស្រីម្នាក់ដែលគេហៅថាជានាងផ្ទះឬក៏កុំឲ្យគាត់ចាំតែធ្វើរឿងចក្រានជើងឆ្នាំងនឹងតែមួយមុខក៏ប៉ុន្តែត្រូវតែបរៀនគាត់ឲ្យគាត់ខ្លាយទៅជាភរិយាម្នាក់ដែលមានសមត្ថភាពឈរនៅក្នុងសង្គមស្គាល់ពីបរិយាកាសសង្គមហើយអាចធ្វើការងារសង្គមបានស្មើមុខស្មើមាត់ដូចគ្នាអញ្ចឹងនេះខ្ញុំសង្ឃឹមថាបងបរិសទាំងអស់នឹងអាចផ្ដល់ឱកាសឲ្យភរិយាកុំឲ្យគាត់នៅពេលដែលរៀបការហើយស្រាប់តែបាត់មុខពីក្នុងសង្គមអញ្ចឹងបន្តឲ្យគាត់មានសកម្មភាពធ្វើអីក៏បានធ្វើការងារក៏បានរកស៊ីក៏បានលក់អនឡាញក៏បានធ្វើមិនក៏បានដែរនិយាយរួមទៅគ្រប់គ្រងផ្ដល់ទឹកចិត្តលើកទឹកចិត្តឲ្យគាត់ធ្វើអ្វីដែលគាត់ត្រូវធ្វើមិនមែនដើម្បីយកឈ្នះស្វាមីទេប៉ុន្តែដើម្បីឲ្យគាត់នៅតែជាបង្គោលដ៏រឹងមាំនៅថ្ងៃណាមួយដែលស្វាមីអវត្តមានចឹងនេះខ្ញុំមានតែប៉ុណ្្នឹងទេអរគុណដល់បងប្អូនទាំងអស់គ្នាបើសិនបើមានចំណុចខ្វះខាតនៅត្រង់កន្លែងណាមួយក៏សូមអភ័យទោសផងដែរសូមអរគុណ